ជំរាបសួរបងប្អូនអរគ្នាដែលបានចូលមកកាន់វីដេអូរបស់ Channel TikPX វីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបដាក់តាំងរូបភាពនៅលើទូរស័ព្ទ iPhone នៅលើអេក្រង់ទូរស័ព្ទ iPhone គ្រប់ស៊េរីគ្រប់ model បងប្អូនធ្វើតាមខ្ញុំមកសូមអធិស្ឋានបើសិនជាវីដេអូនេះលឿនបន្តិចប៉ុន្តែបងប្អូនណាមើលអត់ទាន់បងប្អូនជួយខាបន្តិចទៅចុចចូលមកចុចកាន់ setting នេះមកបន្តមកទៀតបងប្អូនរកពាក្យថា wallpaper អមមកក្រោមមកនេះបងប្អូននេះរូបនេះចុចកន្លែងហ្នឹងមកបន្តមកទៀតបងប្អូនចុចយកពាក្យថា add new wallpaper បន្តមកទៀតវានឹង load ឲ្យរូបភាពជាច្រើននៅក្នុងហ្នឹងគឺអូតូមកឲ្យបងប្អូនចង់បានមួយណាឬគឺមួយហ្នឹងទៅតែបើបងប្អូនគ្រាន់តែចង់ដាក់រូបភាពដែលរបស់ខ្លួនឯងមានរូបភាពក្រុមគ្រួសាររូបភាពខ្លួនឯងហ្នឹងដាក់ខ្លួនឯងចុចចូលកន្លែងនេះយកពាក្យថា photo បន្តមកទៀតបងប្អូនយកពាក្យថា all បន្តមកទៀតបងប្អូនរូបភាពដែលបងប្អូនស្រឡាញ់ពេញចិត្តចូលចិត្តចង់ដាក់បងប្អូនចុចមកឧទាហរណ៍រូបនេះមកចុះបន្តមកទៀតបងប្អូនអាចសេរី color សេរីពណ៌អីស្រេចចិត្តនៅកន្លែងហ្នឹងកែខ្លួនឯងទៅហើយបន្តមកទៀតបងប្អូនចុចពាក្យថា add បន្តមកទៀតនៅកន្លែងនេះបើសិនជាបងប្អូនចង់ដាក់រូបភាពនេះវាមានគេឲ្យកែយើងកែបានណាបើសិនជាកន្លែងនេះ lock screen ឃើញតែ lock screen តែ home screen អត់ឃើញទេឃើញព្រិលៗអញ្ចឹងតែបងប្អូនអាចកែបានចុចពាក្យថា custom បន្តមកទៀតបងប្អូនយកពាក្យថានេះ blue នេះដក blue ចេញមកអូខេឃើញធម្មតាបន្តមកទៀតបងប្អូនចុចដាន់នេះមកបើសិនជាអត់បានចុច blue នោះទេកន្លែង home screen គឺឃើញព្រិលៗហើយរួចរាល់បងប្អូនចុច home back ថយក្រោយមកអូខេជាប់ហើយកន្លែងហ្នឹងក៏ជាប់នៅកន្លែង lock screen ដែរជាប់ដូចគ្នាប៉ុន្តែបើសិនជាខ្ញុំចុច lock screen ទៅវាដាច់ record អញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ